តោះបងប្អូនចូលមើលមកផលិតឥដ្ឋទៀតហើយឥដ្ឋបុកផលិតចេញដង6ដុំពុំនេះហ្នឹងហើយពុំនេះកែច្នៃអាទេសរុញចេញយកទៅហាលហ្នឹងហើយតម្លៃថោកធូរថ្លៃហើយយើងសំចាយអស់លុយតិចហើយបានដើមទុនយកទៅប្រើបោះធ្វើអាជីវកម្មដែរបងប្អូនណាកន្លែងខ្ញុំទីតាំងធ្វើម៉ាស៊ីនពុំឥដ្ឋផលិតពុំឥដ្ឋហ្នឹងគ្រប់ប្រភេទនិយាយទៅកំងបានគ្រប់ប្រភេទគ្រប់ធនបងប្អូនកំងបានតាមធនធានបងប្អូនកំងមកអានេះប្រភេទគាត់ម្ចាស់ពុំហ្នឹងគាត់កំងកែច្នៃដីទីធ្លាគាត់ទូចគាត់កំងឲ្យធ្វើអាទេសរុញចេញបញ្ជូនយកឥដ្ឋយកទៅហាលហ្នឹងហើយគាត់ដាក់ពុំហ្នឹងមកកន្លែងរួចយកកូនអាទេសរុញឥដ្ឋយកទៅហាលហ្នឹងហើយបងប្អូនចាំមើលទាំងអស់គ្នានិយាយទៅឥដ្ឋនេះបើមិនណែនយើងគ្រាន់តែអង្គើដៃបន្តិចបែកទេបងប្អូនប៉ុន្តែនេះណែនណាបានឥដ្ឋវាហាប់ណែនស្អាតញ័រយើងដាក់មានម៉ូទ័រញ័រចុះពីម៉ងឲ្យហាប់ណែនឥដ្ឋនឹងហាប់ស្អាតអាឡូងហើយយើងយករុញឥដ្ឋនេះបែកទេហ្នឹងហើយបងប្អូនមើលទាំងអស់គ្នាបងប្អូនមើលឥដ្ឋមើលឥដ្ឋសាច់មាត់អាឡូងស្អាតហើយគាត់ច្នៃកំងច្នៃចូលជ្រៅតិចគាត់កំងច្នៃអាទេសរុញអញ្ចឹងបងឯងមកអូសក៏បានដែររុញទៅចេះហោអស់ហើយលើខ្លាំងតិចមកនងស្អាតដែរបងប្អូនឃើញទេច្នៃជាចេញអាទេសរុញអញ្ចឹងក៏ដាក់ខ្ញុំថតសិនហ្នឹងហើយឃើញទេស្អាតដែរនេះយើងអស់លុយតិចហើយបានឥដ្ឋស្អាតហើយតម្លៃថោកតម្លៃពុំយើងថោកនៅក្នុងស្រុកយើងកែច្នៃទៅអញ្ចឹងអស់លុយតិចបានបងប្អូនប្រើប្រាស់បានគ្រប់ឥដ្ឋឃើញទេស្អាតអាឡូងហ្មងហ្នឹងហើយកំងទាំងអស់គ្នាចិត្តហើយហ៎បងពុំបងចិត្តហើយនៅម៉ាស៊ីនកូនបន្តិចទៀតឥឡូវជោគជ័យហើយពុំនេះតឡើងបានហើយថតសភាពឥដ្ឋឲ្យឃើញអញ្ចឹងណាភាពឥដ្ឋថតឲ្យឃើញអញ្ចឹងឃើញទេនេះឃើញទេពុំនេះអស់តម្លៃលក់ក្នុងស្រុកធូរថ្លៃឯងបងប្អូនធ្វើឲ្យបងប្អូនបានប្រើប្រាស់ឥដ្ឋមានគុណភាពស្អាតហើយយើងអស់លុយតិចអញ្ចឹងបងប្អូនបានប្រើប្រាស់ទាំងអស់គ្នាខ្ញុំក៏លក់បានលុយតិចបងប្អូនក៏អស់លុយតិចហើយបានឥដ្ឋគុណភាពស្អាតអញ្ចឹងឲ្យមើលផ្ទាល់គ្នាអញ្ចឹងបងប្អូនឃើញទេហើយច្នៃដាក់អាទេសរុញអញ្ចឹងយកទៅហាលឥដ្ឋហ្នឹងបើសិនតែអត់ហាប់ណែនស្អាតយើងរុញគឺបែកអញ្ចឹងមានន័យថាហ្នឹងគាត់កែច្នៃឲ្យកលអញ្ចឹងឃើញទេឥដ្ឋមកកន្លែងនិយាយទៅដាក់ម៉ាស៊ីនពុំឥដ្ឋហ្នឹងមកកន្លែងយើងរុញឥដ្ឋហាលហ្នឹងកែច្នៃអញ្ចឹងបានហើយបងប្អូន